เลือกได้พนมบวงสรวงទៅដល់ទេវតាឆ្នាំថ្មីបាទសូមប្រសិទ្ធពរប្រសិទ្ធជ័យសិរីសួស្តីដល់ក្រុមគ្រួសាររបស់ខ្ញុំហើយដល់ក្រុមគ្រួសារបងប្អូនទាំងមូលក្នុងប្រទេសកម្ពុជាយើងទាំងអស់បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំរៀបចំដើម្បីទទួលទេវតាឆ្នាំថ្មីបាទឆ្នាំនេះបងប្អូនបាទហើយគ្រឿងសក្ការៈដែលខ្ញុំរៀបចំដើម្បីទទួលនឹងអត់មានអីច្រើនទេបងប្អូនបាទដូចជាបងប្អូនបានឃើញនៅក្នុងវីដេអូរបស់ខ្ញុំចឹងមានផ្កានោះចំនួន2ថូហើយមាននំនែងនោះចំនួន1ថង់2ថង់ហើយទឹកផ្លែឈើនោះ1កំប៉ុង2កំប៉ុងហើយមានឪឡឹកមានស្វាយចឹងទៅបងប្អូនបាទដើម្បីនឹងរៀបចំទទួលទេវតាឆ្នាំថ្មីដើម្បីទទួលពរជ័យសិរីសួស្តីជ័យមង្គលដល់យើងគ្រប់គ្នាក្នុងឱកាសឆ្នាំថ្មីនេះបងប្អូនបាទចឹងបងប្អូនមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទហើយចំណែកបងប្អូននឹងបានរៀបចំហើយនៅបងប្អូនបាទឥឡូវនេះខ្ញុំកំពុងតែរៀបចំហើយបងប្អូនបាទមានផ្កាភ្ញីមានផ្លែឈើផ្លែឈើនឹងមានឪឡឹកមានស្វាយមានអីចឹងទៅបងប្អូនមាននំនែចំនួនតិចតួចបាទហើយខ្ញុំលើកដៃភ្នំបួងសួងទៅដល់ទេវតាឆ្នាំថ្មីបាទសូមប្រសិទ្ធពរប្រសិទ្ធជ័យសិរីសួស្តីដល់ក្រុមគ្រួសាររបស់ខ្ញុំហើយដល់ក្រុមគ្រួសារបងប្អូនទាំងមូលក្នុងប្រទេសកម្ពុជាយើងទាំងអស់ដែលកាន់ព្រះពុទ្ធសាសនាបាទព្រោះថ្ងៃនេះគឺដល់ថ្ងៃរដូវចូលឆ្នាំហើយបងប្អូនបាទដល់ខែចូលឆ្នាំបាទចឹងហើយខ្ញុំក៏រៀបចំដើម្បីនឹងទទួលទេវតាឆ្នាំថ្មីខ្ញុំនេះរៀបចំហើយបាទតែរៀបចំព្រឹកនេះព្រោះទេវតាតែចុះនៅម៉ោង7ថ្ងៃត្រង់បងប្អូនបាទអត់ដឹងម៉ោងដែរទេតែឮតគ្នាថា7ថ្ងៃត្រង់ហ្នឹងបាទឥឡូវខ្ញុំរៀបចំពីព្រឹកដើម្បីនឹងទទួលដល់ទេវតាឆ្នាំថ្មីបាទដើម្បីទទួលនៅពរជ័យសិរីសួស្តីទាំងអស់គ្នាបាទក្នុងឱកាសបុណ្យឆ្នាំថ្មីនេះបាទឥឡូវនេះខ្ញុំកំពុងរៀបចំដើម្បីលើកដាក់ទៅខាងលើបាទកន្លែងតុនេះខ្ញុំបានរៀបចំហើយនោះបាទនៅក្បែរនឹងជាងបានឡើងគៀនមាត់ទ្វារហ្នឹងបងប្អូនបាទឥឡូវនេះខ្ញុំរៀបចំលើកម្ដងមួយបាទហើយក៏អរគុណច្រើនដល់បងប្អូនទាំងអស់ដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទហើយសូមជួបខ្ញុំមកវីដេអូថ្មីទេបាទសូមអរគុណសូមជម្រាបលា